រាជធានីភ្នំពេញកម្លាំងកបាខណ្ឌព្រៃភ្នៅស្រាវជ្រាវឃាត់ខ្លួនបានហើយចំនួន3នាក់ករណីក្មេងស្រីអាយុ15ឆ្នាំម្នាក់ត្រូវបានឃាតករចាប់រំលោភហើយរឹតក៏សម្លាប់នៅក្នុងបន្ទប់ទឹកនៅក្នុងសាលាធម្មសិក្សាវត្តគ្រូហើយត្រូវបានអ្នកគ្រូប្រទេសឃើញដេកស្លាប់ទាំងអាក្រាតកាយជនសង្ស័យចំនួន3នាក់រួមមានមួយឈ្មោះទៀនផារ៉ែតភេទប្រុសអាយុ15ឆ្នាំពីរឈ្មោះបូឧត្តមភេទប្រុសអាយុ15ឆ្នាំ3ឈ្មោះសុកច័ន្ទសវណ្ណសេងអាយុ18ឆ្នាំជាជនដែលដល់អ្នករំលោភនិងសម្លាប់សម្ភារៈចាប់យកបានមួយទូរស័ព្ទដៃម៉ាក Technospark ពណ៌សចំនួន1គ្រឿងរបស់ជនរងគ្រោះពីរទូរស័ព្ទដៃម៉ាក Oppo ពណ៌ខៀវចំនួន1គ្រឿង3ខ្សែនីឡុងពណ៌សចំនួន1ខ្សែ4ម៉ូតូម៉ាក Suzuki Next ពណ៌ខៀវស៊េរី2025ពាក់ផ្លាកលេខភ្នំពេញ 1CL 1190ចំនួន1គ្រឿងសម្ភារៈបាត់បង់1ខ្សែកប្លាទីនចំនួន1ខ្សែស្លាកស្នាមនិងសម្ភារៈបន្សល់ទុក1ខ្សែក្រណាត់អាវពណ៌ខ្មៅចំនួន1រឹតកជនរងគ្រោះបច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញអធិការដ្ឋានកំពុងកសាងសំណុំរឿងបញ្ជូនទៅឲ្យការអំសាលាដំបងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ព័ត៌មានខាងលើខ្ញុំបានដកស្រង់ចេញពីទំព័រកាសែតកោះសន្តិភាពសូមអរគុណ